មានថវិកាត្រឹមតែ$20000ជាងហេតុអ្វីត្រូវជ្រើសរើសជាមួយនឹងរថយន្តដែលមាន option តិច ម៉ាស៊ីនទូចនិងមានម៉ាកយីហោដែលមិនទាន់មានទំនុកចិត្តខ្ពស់នៅលើទីផ្សារថ្ងៃនេះផងដែរខ្ញុំសូមណែនាំជាមួយនឹងរថយន្តមួយ model ដែលផ្ដល់ទាំងបច្ចេកវិទ្យាទំនើបសមត្ថភាពម៉ាស៊ីនខ្លាំងជាមួយនឹងកម្រិតសន្សំសំចៃប្រេងអ្វីដែលសំខាន់គឺជាម៉ាកយីហោរបស់ប្រទេសចិនដែលទទួលបានភាពល្បីល្បាញនិងជាប់ជាមួយនឹងពានរង្វាន់ JD Power រយៈពេល8ឆ្នាំជាប់ៗគ្នាហើយអ្វីដែលកាន់តែពិសេសជាងនេះគឺតម្លៃត្រឹមតែ$24500តែប៉ុណ្ណោះនេះគឺ GAC MQ Series ឆ្នាំ2026រថយន្ត SUV រចនាបថអនាគត Sci-Fi Design Concept ដែលត្រូវបានដំឡើងដោយកូនខ្មែរសម្រាប់ប្រជាជនខ្មែរMQ មានរូបរាងទំនើបបំពាក់ដោយយ៉ានកង់ទំហំ19អ៊ីងនិងដៃទ្វារបង្កប់ Electronic Flash Door Handle ដែលផ្ដល់ទាំងភាពស្រស់ស្អាតនិងភាពទំនើបផ្នែកខាងក្នុងបំពាក់កៅអីចុចអូតូសងខាងជាមួយនឹងមុខងារបញ្ចេញខ្យល់ត្រជាក់ធ្វើឲ្យការធ្វើដំណើររបស់អ្នកកាន់តែមានផាសុកភាពសម្រាប់បច្ចេកវិទ្យាជំនួយក្នុងការបើកបរMQ បានបំពាក់នៅកាមេរ៉ា360ដឺក្រេកម្រិតភ្លឺច្បាស់ល្អមុខងារកំណត់ល្បឿនតាមរថយន្តខាងមុខមុខងារចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិមុខងាររក្សារថយន្តឲ្យនៅក្នុងគន្លងផ្លូវមុខងារផ្ដល់ជូននៅដំណឹងនៅពេលដែលមានឧបសគ្គនៅខាងមុខមុខងារផ្ដល់ជំនួយក្នុងការឡើងចំណតនិងចុះចំណតជាដើមហើយអ្វីដែលមានភាពតាក់ទាញនោះគឺសមត្ថភាពម៉ាស៊ីនរបស់ MQ តែម្ដងMQ ប្រើប្រាស់ម៉ាស៊ីន 1.5 លីត្រ Turbo ប្រភេទ Mega Wave Power ដែលអភិវឌ្ឍដោយ GAC ផ្ទាល់បង្កើតកម្លាំងបានរហូតដល់177 PS និងកម្លាំងរមួលដល់270 Newton ដែលខ្លាំងក្នុងការបើកបរប៉ុន្តែសន្សំសំចៃប្រេងដោយប្រើប្រាស់ត្រឹមតែ6ទៅ7លីត្រក្នុង100គីឡូម៉ែត្រតែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណោះ GAC MQ ក៏ទទួលបានចំណាត់ថ្នាក់ ASEAN NCAP លំដាប់ផ្កាយ5ដែលបញ្ជាក់ពីស្តង់ដារសុវត្ថិភាពខ្ពស់បើអ្នកកំពុងតែស្វែងរកជាមួយនឹងរថយន្ត SUV មួយគ្រឿងដែលមានភាពទំនើបសន្សំសំចៃនិងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ MQ គឺជាជម្រើសរបស់អ្នកអញ្ជើញមកបើកបរសាកល្បងនៅ GAC Cambodia នៅថ្ងៃនេះដើម្បីទទួលបានជាមួយនឹងបទពិសោធន៍ពុតមុននឹងសម្រេចចិត្តទិញរថយន្ត